ជំរាបសួរពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់បាទថ្ងៃនេះខ្ញុំបាទជាខកសុនមានជារឿងសភាមួយទៀតដើម្បីចែកម្លែកពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់តើតទៅនឹងជំងឺរោគស្ត្រីបាទអញ្ចឹងតើតទៅនឹងជំងឺរោគស្ត្រីដែរបាទថ្ងៃនេះខ្ញុំមានប្រធានបទថ្មីមួយទៀតហើយដើម្បីចែកម្លែកគឺយើងនិយាយអំពីសញ្ញាស្ត្រីកើតជំងឺសេមាន់ដែលភាសាអង់គ្លេសយើងហៅថា genital wart symptom in women បាទយើងឃើញនៅពេលបច្ចុប្បន្នហ្នឹងគឺជំងឺកាមរោគប្រភេទសេមាន់ហ្នឹងយើងសង្កេតឃើញច្រើនលើស្ត្រីផងដែរបាទយើងចង់ដឹងថាតើសញ្ញាអ្វីខ្លះដែលស្ត្រីកើតជំងឺសេមាន់បាទយើងចង់ដឹងតើគ្នាសូមស្ដាប់ការបកស្រាយរបស់ខ្ញុំបាទជាបន្តបន្ទាប់ដូចតទៅបាទអញ្ចឹងមាតិកាក្នុងថ្ងៃនេះយើងឃើញមាន3ចំណុចសំខាន់ទី1គឺសង្កេតដើមទី2គឺរោគសញ្ញានៃជំងឺសេមាន់និងទី3គឺវិធីបង្ការជំងឺសេមាន់បាទយើងចង់ដឹងថាតើជំងឺសេមាន់ហ្នឹងមានរោគសញ្ញាអ្វីខ្លះដែលស្ត្រីអាចកត់សម្គាល់បានហើយវិធីបង្ការយើងត្រូវធ្វើយ៉ាងណាខ្លះបាទយើងចង់ដឹងតើគ្នាសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងយើងមើលស្អីផ្ដើមជំងឺសេមាន់ដែលភាសាអង់គ្លេសគេហៅថា Condyloma acuminata ឬក៏យើងហៅ genital wart ឬក៏ភាសាបារាំងគេហៅ Condylom ឬក៏គេហៅ Cradock គឺជាជំងឺឆ្លងតាមផ្លូវភេទបង្ករោគដោយមេរោគ HPV ដែលពាក្យពេញវាយើងហៅថា Human Papilloma Virus បាទពពួកមេរោគ HPV វាមានពួកមហារីកហើយនឹងមិនមែនមហារីកអញ្ចឹងសេមាន់នឹងវាបង្កប់ដោយពួក HPV ដែលមិនមែនមហារីកយើងមើលជាបន្តទៅទៀតយើងនិយាយថាតកតងជំងឺនឹងវាឆ្លងតាមការប៉ះស្បែកនិងស្បែកការរំភេទពីដៃគូមានផ្ទុកមេរោគ HPV ភាគច្រើនគឺ HPV 6ហើយនិង11បាទអញ្ចឹង HPV 6 16ហ្នឹងគឺជាប្រភេទ HPV ដែលបង្កទៅជាជំងឺសេមាន់ហ្នឹងឯងវីរុស HPV មានការចម្លងពីម្ដាយទៅកូនបើសិនបើសម្រាលតាមផ្លូវធម្មជាតិការឆ្លងជំងឺសេមាន់គឺអាចយើងប្រឈមនឹងឆ្លងពួក HPV ដែលបង្កឲ្យមានជំងឺមហារីកផងដែរអញ្ចឹងមិនថាបើយើងឆ្លងពួកសេមាន់ហ្នឹងក៏យើងអាចមានហានិភ័យនៃការឆ្លងពួក HPV បង្កឲ្យមានមហារីកផងដែរជំងឺហ្នឹងគឺធ្វើឲ្យមានការដុះសាច់ទន់មិនមែនមហារីកនៅលើស្បែកឬក៏នៅនឹងភ្នាសនៃប្រដាប់បន្តពូជបរិសុទ្ធស្ត្រីផងដែររោគសញ្ញាជំងឺសេមាន់ជាទូទៅនឹងលេចចេញក្នុងរយៈពេល3ខែយ៉ាងយូរបន្ទាប់ពីការប៉ះពាល់ផ្ទាល់ឬក៏ការរំភេទជាមួយនឹងមនុស្សដែលមានផ្ទុកនៅមេរោគជំងឺសេមាន់ហ្នឹងយើងថារោគសញ្ញាយ៉ាងយូរបំផុតគឺ3ខែវាអាចនឹងលេចចេញបាទនៃរោគសញ្ញាហ្នឹងបន្ទាប់ពីមានការប៉ះពាល់ផ្ទាល់ឬក៏រំភេទជាមួយនឹងមនុស្សដែលមានផ្ទុកនៅមេរោគ HPV ទាក់ទងជំងឺសេមាន់ជាមួយជាបន្តទៀតទាក់ទងរោគសញ្ញាជំងឺសេមាន់តើជំងឺសេមាន់នឹងមានរោគសញ្ញាអ្វីខ្លះដែលស្ត្រីអាចកត់សម្គាល់បានបាទយើងចង់ដឹងតើគ្នាសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងយើងមើលរោគសញ្ញាជំងឺសេមាន់ទី1គឺយើងឃើញមានការដុះសាច់តូចតូចនៅនឹងជំវិញប្រដាប់ភេទអញ្ចឹងស្ត្រីកត់សម្គាល់បើឃើញមានការដុះសាច់តូចតូចនៅជំវិញប្រដាប់ភេទហ្នឹងអានឹងគឺជារោគសញ្ញាមួយទាក់ទងនឹងជំងឺសេមាន់ហើយយើងមកតទៅទៀតទាក់ទងរោគសញ្ញាជំងឺសេមាន់ទី2គឺការដុះរឹសរាងជាសេមាន់ឬក៏ផ្កាស្ពៃនៅជុំវិញប្រដាប់ភេទឬរន្ធគូតបាទហ្នឹងគឺជារោគសញ្ញាមួយទៀតនៃជំងឺសេមាន់ផងដែរយើងមកតទៀតតកតងរោគសញ្ញាជំងឺសេមាន់ទី3គឺស្ត្រីមានការរមាស់ឬក៏កាហាយនៅតំបន់ប្រដាប់ភេទឬក៏ជុំវិញរន្ធគូតផងដែរបាទហ្នឹងគឺជារោគសញ្ញាមួយទៀតដែលជាសង្កេតឃើញតកតងនឹងស្ត្រីដែលកើតជំងឺសេមាន់ហ្នឹងយើងមកតទៀតតកតងរោគសញ្ញាជំងឺសេមាន់ទី4គឺស្ត្រីមានការធ្លាក់សកើនឡើងបាទអញ្ចឹងវាដុះសាច់ហើយស្រាប់តែមានធ្លាក់សកើនឡើងបាទហ្នឹងគឺជាអាការៈរំសំតកតងនឹងជំងឺសេមាន់ហ្នឹងយើងមកតទៀតតកតងរោគសញ្ញាជំងឺសេមាន់ទី5យើងឃើញថាមានការហូរឈាមក្នុងពេលឬក្រោយការរំភេទព្រោះយើងដឹងថាសាច់សេមាន់វាពុនផុយជាងសាច់ធម្មតាអញ្ចឹងនៅពេលដែលមានការកាត់ដាច់អញ្ចឹងមានការហូរឈាមក្នុងពេលឬក៏ក្រោយការរំភេទផងដែរយើងមកតាមទៀតតើតើរោគសញ្ញាជំងឺសេមាន់ទី6គឺស្ត្រីមានការនោមមកឈឺចាប់ហើយបើសិនបើសេមាន់នោះវាដុះចិត្តនៅជុំវិញបង្ហូរនោមអញ្ចឹងបើសិនជាសេមាន់វាដុះចិត្តជុំវិញបង្ហូរនោមនៅពេលដែលស្ត្រីបាត់ជើងតូចមកគឺមានការឈឺចាប់តែម្ដងបាទតើតើនឹងការនោមតោះណាបាទ
បាទអញ្ចឹងយើងមើលជាបន្តទៀតតកតងវិធីបង្ការម្ដងតើវិធីបង្ការជំងឺសេមាន់ហ្នឹងស្ត្រីត្រូវធ្វើយ៉ាងណាខ្លះបាទយើងចង់ដឹងតើគ្នាសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងយើងមើលវិធីបង្ការជំងឺសេមាន់ទី1គឺត្រូវមានដៃគូរូបភេទមួយទល់នឹងមួយបាទអញ្ចឹងការមានដៃគូរូបភេទច្រើនគឺប្រឈមហានិភ័យនឹងជំងឺសេមាន់តែម្ដងយើងបន្តទៀតតកតងវិធីបង្ការជំងឺសេមាន់ទី2ត្រូវប្រើប្រាស់ស្រោមអនាម័យបើសិនបើអ្នកមានដៃគូរូបភេទច្រើនបាទអញ្ចឹងបើយើងអ្នកមានដៃគូរូបភេទច្រើនយើងត្រូវប្រើប្រាស់ស្រោមអនាម័យយល់ណាស្រោមអនាម័យវាមិនគ្រាន់តែបង្ការកុំឲ្យមានកូនទេវាអាចបង្ការកាមរោគផ្សេងៗបានច្រើនរួមទាំងសេមាន់ផងដែរដែលក្រៅពីនោះវាអាចមានពួកមេរោគប្រមេះស្វាយថ្លើមបេថ្លើមសេហើយនិងមេរោគកាមរោគជាច្រើនទៀតផងដែរយើងបន្តទៀតតកតងវិធីបង្ការជំងឺសេមាន់ទី3គឺជៀសវាងប៉ះពាល់ផ្ទាល់លើសេមាន់ហ្នឹងហ្មងដែលដុះជំវិញប្រដាប់ភេទឬរង្គួនបាទអញ្ចឹងយើងកុំទៅប៉ះពាល់ផ្ទាល់ដៃយើងទៅប៉ះហ្នឹងអាចនឹងដែរបាទអញ្ចឹងជៀសវាងព្រោះនៅលើសេមាន់ហ្នឹងវាមានមេរោគគេរកឃើញមាន ABV នៅហ្នឹងបាទអញ្ចឹងមិនថាយើងជៀសវាងប៉ះពាល់ផ្ទាល់លើសេមាន់ដែលដុះជំវិញប្រដាប់ភេទឬក៏រង្គួនផងដែរយើងមកតទៀតតកតងវិធីបង្ការជំងឺសេមាន់ទី4គឺចូលកុំប្រើប្រាស់សម្ភារៈរួមជាមួយនឹងអ្នកជំងឺបាទដូចជាកន្សែងពោះគោកន្ត្រៃកាត់កញ្ចក់ជាដើមបាទពីព្រោះអានឹងវាអាចងាយនឹងឆ្លងដែរតកតងនឹងមេរោគ HPV តកតងជំងឺសេមាន់បើសិនបើស្ត្រីសង្ស័យអំពីជំងឺសេមាន់ហ្នឹងយើងឃើញថាខាងប្រាសាទយរីខ្ញុំផ្ដល់សេវាពិនិត្យនិងព្យាបាលជំងឺសេមាន់និងជំងឺកាមរោគបរិសុទ្ធស្ត្រីក្នុងអំឡុងសម្រុំផងដែរបាទអញ្ចឹងបើចង់ទៅដំណងយើងមានលេខ Telegram ក៏ដូចជាលេខទូរស័ព្ទឯកសារក្នុងការទំនាក់ទំនងគឺ088 3132 225 092 59 350និង016 58 57 64ផងដែរហើយបើចង់រកទីតាំងយើងមានមធ្យោបាយ2គឺអាច scan តាម QR code ឬក៏មើលតាមផែនទីផ្ទាល់បាទអញ្ចឹងលោកស្រីក៏មាន iPhone អាចចូលក្នុង App Store ស្វែងរកកម្មវិធី QR code reader ដំឡើងកម្មវិធីនឹងមកបើកកម្មវិធីនឹង scan លើ QR code យើងខ្ញុំគឺ load Google Map ឃើញទីតាំងខ្ញុំហើយឬក៏លោកស្រីទូរស័ព្ទផ្សេងក្រៅពី iPhone អាចចូលក្នុង Google Play Store បាទស្វែងរកកម្មវិធី Google Land បាទដោយអក្សរស្រាប់ដំឡើងកម្មវិធីនឹងមកបើកកម្មវិធីនឹង scan លើ QR code យើងខ្ញុំក៏ load Google Map ឃើញទីតាំងខ្ញុំដែរឬក៏មិនចឹងទេយើងអាចមើលតាមផែនទីផ្ទាល់បាទយើងអាចចុះតាមខ្លងទ្វារវត្តសាមសលបត់តាមលំវត្តខាងស្ដាំដៃចុះតាមផ្លូវ16 BT ត្រង់ចុងផ្លូវគឺដល់ទីតាំងខ្ញុំហើយឬក៏មិនចឹងទេអាចចុះតាមផ្លូវតាផុនច្រកចូលទៅមុខហាង Pizza Company តែម្ដងបើសិនមកពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់ចង់តាមដានព័ត៌មានសុខភាពថ្មីដល់កន្លែងច្រើនទៀតអាចចូលរួមជាមួយនឹង Channel Telegram យើងខ្ញុំគឺ MD Khoksun Official បាទអាចធ្វើការ scan QR code ទៅដើម្បីចូលទៅក្នុង channel ខ្ញុំបាទចុច subscribe ឬក៏ join ដើម្បីតាមដានព័ត៌មានសុខភាពថ្មីដល់កន្លែងច្រើនទៀតផងដែរបើសិនមកពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់ចង់ទទួលបាននូវវីដេអូអប់រំសុខភាពថ្មីបន្ថែមទៀតទាក់ទងនឹងជំងឺទូទៅបាទទាក់ទងជំងឺរោគស្ត្រីសញ្ញានៃការមានកូនសញ្ញានៃការមានកូនខុសធម្មតាបាទក៏ដូចជាការរៀនពេទ្យរបស់និស្សិតពេទ្យយើងអាចចូលទៅក្នុង YouTube Channel វាយពាក្យ Khoksun MD Official បាទដោយអក្សរស្រាប់បាទចុច search បាទស្វែងរកទៅបាទពេលហ្នឹងឃើញ logo របស់យើងខ្ញុំហើយចូលទៅក្នុង channel ចុចពាក្យ subscribe និងយល់កណ្ដឹងបាទចុចពាក្យ subscribe និងរំកណ្ដឹងគឺសម្រាប់អ្នកថ្មីដែលមិនទាន់បាន subscribe អញ្ចឹងនៅពេលដែលយើងផុសវីដេអូលើកក្រោយនឹងឃើញក្នុងបណ្ដាញ YouTube ជាបន្តបាទជ្រុំ subscribe ម្នាក់មួយដើម្បីលើកទឹកចិត្តក្នុងការធ្វើវីដេអូជាបន្តទៀតបាទសូមអរគុណ